សូមជម្រាបសួរនិងក៏និយាយពីស្នេហ៍អ្នកគ្នាអរគុណព្រះអង្គដែលទ្រង់បានមកទានពរសម្រាប់យើងនឹងជួបគ្នាជាថ្មីតាមរយៈព្រះបន្ទូលនៅថ្ងៃនេះដែលដកស្រង់ចេញពីសៀវភៅព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលដូច្នេះសូមកូនអ្នកគ្នាបានរីករាយស្ដាប់ជាមួយគ្នាថ្ងៃទី91លោកកេឌៀនចាប់ផ្ដើមបំពេញកិច្ចការរបស់លោកព្រះគម្ពីរចៅវាយជំពូក6ខ1ដល់40ក្រោយមកមិនយូរប៉ុន្មានជនជាតិអ៊ីស្រាអែលនាំគ្នាបំភ្លេចពាក្យសន្យារបស់ពួកគេចំពោះព្រះជាម្ចាស់ព្រះអង្គមិនអាចជួយពួកគេឲ្យខ្លាំងពូកែបានទេព្រោះពួកគេនាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយពលសម្ព័ន្ធឃោឃៅឈ្មោះម៉ាឌៀនបានច្បាំងឈ្នះពួកគេព្រះជាម្ចាស់បានជ្រើសរើសបុរសម្នាក់ឈ្មោះកេឌៀនដើម្បីឲ្យជួយប្រជារាស្ត្ររបស់ព្រះអង្គព្រះជាម្ចាស់បានចាត់ទេវតាឲ្យទៅប្រាប់លោកកេឌៀនថាលោកត្រូវតែវាយរំលំអាសនៈនិងរូបសំណាករបស់ព្រះក្លែងក្លាយប្រជារាស្ត្ររបស់ព្រះជាម្ចាស់ថ្វាយបង្គំរូបសំណាកទាំងនេះនៅលើភ្នំលោកកេឌៀនដឹងថាប្រសិនបើគាត់ហ៊ានធ្វើបែបនេះអ្នកភូមិមុខជានាំគ្នាសម្លាប់លោកមិនខានលោកភ័យខ្លាចមិនហ៊ានបំផ្លាញអាសនៈព្រះរបស់ពួកគេទេប៉ុន្តែដោយព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់លោកឲ្យធ្វើដូច្នេះលោកក៏ព្រមធ្វើតាមលោកកេឌៀននិងអ្នកបម្រើ10នាក់របស់លោកនាំគ្នាឡើងទៅលើភ្នំពួកគេរកកន្លែងដែលអ្នកស្រុកថ្វាយបង្គំព្រះក្លែងក្លាយនៅទីនោះពួកគេវាយរំលំអាសនៈនិងរូបសំណាកព្រះក្លែងក្លាយធ្វើពីថ្មបន្ទាប់មកពួកគេសង់អាសនៈថ្មីមួយដោយសម្ងាត់បំផុតពួកគេសម្លាប់គោឈ្មោលមួយក្បាលដែលពួកគេនាំយកមកជាមួយហើយដុតវានៅលើអាសនៈនៅព្រឹកថ្ងៃបន្ទាប់ពេលអ្នកភូមិឃើញអាសនៈដួលរំលំបាក់បែកអស់ពួកគេពោលថាតើនរណាហ៊ានធ្វើបែបនេះយើងនឹងសម្លាប់អ្នកនោះលោកយ៉ូអាសជាឪពុករបស់លោកកេឌៀនប្រាប់អ្នកភូមិថាប្រសិនបើព្រះរបស់អស់លោកជាព្រះពិតប្រាកដមែនសូមទុកឲ្យព្រះអង្គដាក់ទោសជនឧក្រិដ្ឋទាំងនោះចុះអស់លោកមិនបានចាំបាច់ខ្វល់ខ្វាយអំពីរឿងនេះទេអ្នកភូមិក៏យល់ព្រមដូច្នេះលោកកេឌៀនក៏មានសុវត្ថិភាពហើយអាសនៈរបស់ព្រះអង្គម្ចាស់ក៏នៅល្អដូចដើមដែរមិនយូរប៉ុន្មានជនជាតិម៉ាឌៀនក៏រៀបចំគម្រោងការវាយប្រហារជនជាតិអ៊ីស្រាអែលសាជាថ្មីលោកកេឌៀនទូលសួរព្រះជាម្ចាស់ថាពោលពិតព្រះអង្គម្ចាស់ប្រសិនបើព្រះអង្គពិតជាជួយជនជាតិអ៊ីស្រាអែលឲ្យទទួលជ័យជំនះមែនសូមព្រះអង្គបង្ហាញឲ្យទូលបង្គំដឹងថាទូលបង្គំនឹងដាក់ស្បែកជៀមនៅលើដីនៅពេលយប់ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកជៀមហើយដីនៅជុំវិញស្ងួតនោះទូលបង្គំនឹងដឹងថាយើងអាចច្បាំងឈ្នះសត្រូវមែនព្រះអង្គម្ចាស់បានធ្វើឲ្យកើតមានដូច្នោះមែននៅព្រឹកថ្ងៃបន្ទាប់ស្បែកជៀមសើមប៉ុន្តែដីនៅជុំវិញស្ងួតលោកកេឌៀននៅតែមិនទាន់ប្រកាសលោកទូលទៀតថាបបិទ្ធព្រះអង្គម្ចាស់សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំអីសូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាកល្បងជាលើកចុងក្រោយយប់នេះសូមព្រះអង្គធ្វើឲ្យស្បែកជៀមនៅស្ងួតហើយឲ្យសន្សើមធ្លាក់ជោគដីទាំងប៉ុន្មានដែលនៅជុំវិញព្រះអង្គបានធ្វើឲ្យកើតមានដូច្នោះមែនការអស្ចារ្យទាំងពីរនេះធ្វើឲ្យលោកកេឌៀនប្រកាសក្នុងចិត្តថាលោកធ្វើតាមព្រះハរតីរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់មានលក្ខណៈដូចម្តេចតាមរយៈព្រះបន្ទូលនៅថ្ងៃនេះបានបង្ហាញប្រាប់ឲ្យយើងដឹងថាព្រះជាម្ចាស់អាចជ្រើសរើសអ្នកឲ្យជួយនរណាម្នាក់ព្រះអង្គប្រហែលជាមិនចាត់ទេវតាឲ្យមកប្រាប់អ្នកឲ្យធ្វើអ្វីមួយដោយផ្ទាល់ទេប៉ុន្តែព្រះអង្គនឹងឲ្យអ្នកដឹងតាមរបៀបណាមួយអ្នកប្រហែលជាមានអារម្មណ៍មិនល្អឬភ័យខ្លាចដូចលោកកេឌៀនឬដូចលោកបារ៉ាក់តាមពិតមនុស្សដែលព្រះជាម្ចាស់ប្រើតែងតែភ័យខ្លាចនៅពេលចាប់ផ្ដើមប៉ុន្តែព្រះអង្គអាចប្រើអស់អ្នកដែលទុកចិត្តនិងស្ដាប់បង្គាប់ព្រះអង្គដូច្នេះយើងត្រូវរស់នៅដោយប្រកាន់ខ្ជាប់សេចក្តីជំនឿរបស់ខ្លួនដោយមិនងាកបែរទៅណាឡើយដូច្នេះសូមអ្នកទាំងអស់គ្នាបានសម្រុំចិត្តហើយបិទភ្នែកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះជាម្ចាស់ដ៏ជាជំនួយដល់ប្រលឹងទូលបង្គំរាល់គ្នាអើយកូនសូមអរព្រះគុណដែលទ្រង់តែងតែដឹកនាំកូនឲ្យជិះឆ្ងាយពីសេចក្តីល្បួងនានាសូមទ្រង់ប្រទានកម្លាំងនិងចិត្តក្លាហានដល់កូនក្នុងការបំពេញវណ្ណកិច្ចថ្វាយទ្រង់សូមឲ្យកូនមានចិត្តក្លាហានក្នុងការរក្សាសេចក្តីជំនឿរបស់ខ្លួន
សូមកុំឲ្យកូនងាកបែរចេញពីទ្រង់ទៅគោរពរូបព្រះដទៃដែលជាព្រះក្លែងក្លាយឡើយសូមឲ្យកូនមានភាពស្មោះត្រង់ក្នុងការរក្សាសេចក្តីជំនឿរបស់ខ្លួនចំពោះព្រះអង្គជានិច្ចកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរត្រូវរៀបពិចារណាទី1តើប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តកំហុសអ្វីចំពោះព្រះជាម្ចាស់ទី2តើព្រះជាម្ចាស់ជ្រើសរើសអ្នកណាឲ្យមកជួយប្រជាជនអ៊ីស្រាអែលទី3តើព្រះជាម្ចាស់ចាត់ឲ្យលោកកេឌៀនទៅធ្វើអ្វីអរព្រគុណព្រះអង្គដែលទ្រង់បានប្រទានពរសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដូច្នេះសូមឲ្យកូនអ្នកគ្នាអនុវត្តតាមរយៈព្រះបន្ទូលនៅថ្ងៃនេះសូមព្រះយេស៊ូវប្រទានពរដល់កូនអ្នកគ្នា